ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចាសសូមអញ្ជើញពុកម៉ែបងប្អូនមកទស្សនាប្រាសាទដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងមួយទៀតហើយដែលស្ថិតនៅភូមិរហាលឃុំនគរធំក្រុងសៀមរាបខេត្តសៀមរាបដែលទីតាំងប្រាសាទនេះគឺស្ថិតនៅខាងជើងប្រាសាទបន្ទាយក្តីចាសយើងដើរចូលទៅកាន់ប្រាសាទគឺតាមផ្លូវលំទូចមួយនេះចាសហើយនៅសងខាងផ្លូវក៏មានផ្ទះប្រជាជនគាត់រស់នៅរាប់នឹងដែរពុកម៉ែបងប្អូនចាអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនចូលទៅខាងក្នុងដើម្បីទស្សនាប្រាសាទជាមួយនាងខ្ញុំទាំងអស់គ្នាចាប្រាសាទនេះដែរគឺសាងសង់នៅលើទីទួលខ្ពស់មួយចាដែលមានក្រសិនទឹកព័ទ្ធជុំវិញប្រសិនបើខែវស្សាយើងនឹងឃើញទឹកពីពេញនឹងតែម្ដងចាបើចង់ទៅដល់ទីទួលនៃប្រាសាទត្រូវតែដើរលុយទឹកចាប៉ុន្តែបើខែប្រាំងគឺมันមានទឹកនៅទីនឹងទេចាឥឡូវយើងដើរមកដល់ទីតាំងនៃប្រាសាទហើយចាគឺនៅខាងមុខពុកម៉ែបងប្អូនចាប្រាសាទនេះដែរគឺមានឈ្មោះថាកុដិស្វរៈឬក៏ប្រាសាទក្តីសូរដែលសាងសង់មានតួប៉មទាំងអស់3ចានៅរាប់ជាមួយនឹងគ្នាចានេះគឺជាតួប៉មនៅខាងឆ្វេងដែលសាងសង់ក្នុងរចនាបថប្រែរូបហើយនៅក្នុងប្រាង្គខាងឆ្វេងនេះគឺមានតម្កល់សិវលង្កចាដោយសារប្រាសាទនេះគឺសាងសង់ដើម្បីឧទ្ទិសដល់ព្រះឥសូរចាចំពោះប្រាង្គនៅកណ្ដាលគឺជាប្រាង្គធំជាងគេហើយកសាងមុនគេចាចំពោះប្រាង្គគៀនគឺសាងសង់នៅពេលក្រោយទេចាប្រាង្គធំកណ្ដាលគឺសាងសង់មុនគេសាងសង់តាមរចនាបថប្រាសាទព្រះគោហើយប្រាង្គធំនេះដែរគឺសាងសង់ដើម្បីឧទ្ទិសទៅដល់ព្រះវិស្ណុហើយប្រាសាទនេះដែរគឺមានតែប្រាង្គធំនេះទេដែលនៅសេសសល់រៀងច្រើនបន្តិចចាចំពោះប្រាង្គពីគៀនគឺបាក់បែកស្ទើរតែទាំងស្រុងទៅហើយចាពិតជាគួរឲ្យសោកស្ដាយមែនទែនចាហើយប្រាសាទនេះដែរគឺសាងសង់ឡើងក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី2ចាដើម្បីឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនាចាគឺព្រះវិស្ណុព្រះព្រហ្មនិងព្រះឥសូរចាចំពោះប្រាង្គនៅខាងស្ដាំដៃសាងសង់អំពីឥដ្ឋលាយជាមួយនឹងថ្មភក់ចាហើយប្រាង្គខាងស្ដាំនេះដែរគឺសាងសង់ដំណាលនឹងប្រាង្គខាងឆ្វេងចាក្នុងរចនាបថប្រែរូបចាហើយនៅខាងមុខប្រាង្គនេះដែរគឺមានផ្តែរដ៏ធំដែលមានចម្លាក់ដ៏ស្រស់ស្អាតមែនទែនចាដាក់នៅខាងមុខនឹងប្រាង្គតែម្ដងចាគឺបាក់បែកធ្លាក់មកនៅខាងក្រោមចាហើយចំពោះប្រាង្គខាងស្ដាំនេះដែរគឺសាងសង់ដើម្បីឧទ្ទិសដល់ព្រះព្រហ្មហើយប្រាសាទគឺរងការបាក់បែកខូចខាតអស់ច្រើនមែនទែនចានេះគឺទី1ដោយកត្តាអាយុកាលរបស់ប្រាសាទហើយប្រាសាទសាងសង់ពីឥដ្ឋអញ្ចឹងអាយុកាលយូរទៅគឺរងការពុកផុយអស់ច្រើនចាហើយគួបផ្សំជាមួយនឹងកត្តាផ្សេងជាច្រើនទៀតចាបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់មកទស្សនាប្រាសាទក្តីសូរនេះចាពុកម៉ែបងប្អូនឆ្ពោះមកកាន់ប្រាសាទបន្ទាយក្តីចាហើយប្រាសាទនេះគឺនៅខាងជើងប្រាសាទបន្ទាយក្តីបងប្អូននឹងឃើញមានផ្លូវលំទូចមួយចាបងប្អូនដើរចូលមកខាងក្នុងសាកសួរព័ត៌មានពីអ្នកស្រុកចាដែលនៅគៀនហ្នឹងចាគាត់នឹងបង្ហាញទីតាំងជូនពុកម៉ែបងប្អូនចូលមកទស្សនាហើយប្រសិនបើពុកម៉ែបងប្អូនមិនមានពេលវេលាគ្រប់គ្រាន់ចាអាចទស្សនាតាមរយៈវីដេអូរបស់នាងខ្ញុំក៏បានដែរចានាងខ្ញុំនឹងថតបង្ហាញជូនពុកម៉ែបងប្អូននៅទីតាំងប្រាសាទបុរាណដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាអរគុណសូមជម្រាបលា